ก็จัดตกท่าជាការឃើញដល់ប្រសើរផងដែរនៅក្នុងអនុត្តរិយៈ6អនុត្តរិយៈ6ហ្នឹងមានទស្សនានុត្តរិយៈហ្នឹងមួយផងទស្សនៈនិងអនុត្តរិយៈនោះអនុត្តរិយៈហ្នឹងប្រែថាប្រសើរដោយមិនមានការឃើញណាប្រសើរដូចគឺបានឃើញនៅព្រះសម្មាសម្ពុទ្ធឬក៏សាវករបស់ព្រះសម្មាសម្ពុទ្ធណាដោយអាត្មាមិនមែនជាព្រះអរហន្តមិនមែនជាស្អីប៉ុន្តែក៏នៅជាបុគ្គលត្រួតត្រងទង់ជ័យរបស់ព្រះអរហន្តនឹងឯងណាប៉ុន្តែចាត់ទុកថាជាការឃើញដល់ប្រសើរនឹងវាទល់តែឃើញហើយកើតសេចក្តីជ្រះថ្លាហើយបើឃើញដូចនាងចិញ្ចានេះមិនបាច់ឃើញទេចិញ្ចាឃើញព្រះអង្គទេតាមែនទេប៉ុន្តែឃើញហើយធ្វើម៉េចឃើញហើយនឹងកើតការខឹងស្អប់ជេរនាងមេកន្តយាអីចឹងដែរស្រឡាញ់ព្រះអង្គធ្វើប្តីមិនបានអូយ៉ាប់ដែរណាព្រះអង្គនឹងត្រូវនាងមេកន្តយានឹងព្យាបាទជួលអ្នកក្រុងឲ្យជេរសពគ្រប់ដំបងស្រឡាញ់ដល់ស្រឡាញ់បានខឹងហ្មងអាហ្នឹងវាគូគ្នាព្រះអង្គសំដែងធម៌ដែលនាំឲ្យកើតពីវេរានេះស្រឡាញ់ខ្លាំងនេះមួយអាស្អប់ខ្លាំងនេះមួយឲ្យតែខ្លាំងពេកហ្នឹងអាហ្នឹងសិតតែជាហេតុនាំឲ្យកើតពីវេរាណាកើតជាអ៊ីសាកើតជាមច្ឆរិយៈណាស្រឡាញ់ខ្លាំងនាំឲ្យមានការកំណាញ់ហួងហែងស្អប់ខ្លាំងនាំឲ្យមានសេចក្តីច្រណែនណានៅក្នុងសកបញ្ហាសូត្រនោះឮដូចគ្នាចឹងដែរសវនានុត្តរិយៈសវនានុត្តរិយៈហ្នឹងគឺការស្ដាប់របស់ប្រសើរមិនមានការស្ដាប់ណាប្រសើរដូចគឺស្ដាប់នៅពាក្យសម្ដីណាដែលនាំមកនៅសេចក្តីចម្រើនគឺជាពាក្យពេចន៍ដែលនាំឲ្យយើងមានសេចក្តីជ្រះថ្លានាំឲ្យយើងមានសេចក្តីសង្រួមនាំឲ្យយើងមានការវិវេកក្នុងចិត្តដកនៅសេចក្តីអាល័យដកនៅការវង្វេងនៅក្នុងជីវិតនេះគឺបានដល់ស្ដាប់នៅពធនេះឯងហើយដល់ទៅមាននៅសិក្ខាផ្សេងទៀតគឺសិក្ខានុត្តរិយៈការសិក្សាដល់ប្រសើរបានដល់វិជាណាដែលនាំឲ្យយើងបាននៅការស្ងប់រងាប់បាននៅសមាធិដ្ឋិណាដូចជាសិលសិក្ខាសមាធិសិក្ខានិងបញ្ញាសិក្ខាបាទហើយបរិចរិយានុត្តរិយៈការបម្រើដល់ប្រសើរដែលមិនមានការបម្រើណាប្រសើរដូចគឺការបានបម្រើនៅបុគ្គលដ៏ប្រសើរគឺព្រះសម្មាសម្ពុទ្ធជាដើមហើយលាភានុត្តរិយៈការបានដល់ប្រសើរនឹងពិសេសណាស់សម្រាប់ពុទ្ធបរិស័ទយើងក៏ដូចជាសត្វលោកទូទៅផងដែរមិនមាននៅលាភានុត្តរិយៈនេះហើយអ្វីដតីទៀតហ្នឹងក៏មិនងាយកើតមានមិនងាយរីកចម្រើនក្នុងជីវិតដែរគឺការបានលៀបដល់ប្រសើរសំដៅដល់ការបាននៅសទ្ធាសទ្ធាហ្នឹងគឺបានដល់ការជឿច្បាស់ទៅលើកម្មនិងផលហើយជាពិសេសជឿជាក់ទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដោយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងដំបូងហើយបានសហមបតិព្រំនឹងអារាធនាឲ្យទៅសម្ដែងព្រះធម៌តាមទីកន្លែងផ្សេងបន្ទាប់ពីព្រះអង្គរារាជបតីប៉ុន្តែព្រំអារាធនានឹងអង្វរព្រះអង្គថាសត្វខ្លះនឹងគង់មានធូលីតិចនៅក្នុងភ្នែកគឺកិលេសតិចសត្វខ្លះក៏មានធូលីច្រើននៅក្នុងភ្នែកអញ្ចឹងសត្វណាដែលមានធូលីតិចហ្នឹងក៏អាចងាយឃើញនៅសច្ចធម៌ដែលព្រះអង្គសម្ដែងបើព្រះអង្គមិនសម្ដែងទេសេចក្តីវិនិច្ឆ័យនឹងមានទៅដល់សត្វលោកដែលគួរតែអាចត្រាស់ដឹងនៅធម៌នោះបានព្រះអង្គទទួលដោយតណ្ហិភាពហ្នឹងគឺថានៅស្ងៀម
តនហេភាពហ្នឹងគឺថាសំដែងអាការៈស្ងៀមមិនជាបដិសេធមុនពេលព្រះអង្គចេញទៅសំដែងព្រះធម៌ព្រះអង្គត្រាស់ថាទ្វារនៃព្រះនិព្វានហ្នឹងបើកហើយសត្វដែលមាននៅសោតៈគឺតិចនេះតិចហ្នឹងចូលបញ្ចេញនៅដៃគឺសទ្ធាមកចោះណាអញ្ចឹងព្រះធម៌នេះប្រសិនបើអត់មានដៃទេទទួលយកអត់បានទេណាទទួលយកអត់បានទេធម៌ហ្នឹងទ្វារនៃព្រះនិព្វានហ្នឹងគឺបានដល់ការសម្ដែងអំពីសច្ចធម៌នេះឯងហើយដែលជាគន្លឹះដែលជាសោបើកនៅបង្ហាញនៅការពិតប្រាប់សត្វលោកអំពីជីវិតហ្នឹងតែម្ដងបាទអញ្ចឹងរបស់ខាងក្រៅគឺយើងមានរបស់ទទួលដោយដៃដោយវត្ថុឯណានីមួយរីឯព្រះធម៌នេះក៏ត្រូវមានដៃទទួលដែរដៃដែលទទួលព្រះធម៌គឺសទ្ធាអត់ដៃសទ្ធាទទួលយកមិនបានទេហើយសទ្ធានេះអាចចម្លងសត្វលោកនឹងរហូតទៅដល់អរិយមគ្គថ្នាក់ក្រោមខឿននៃអរិយមគ្គថ្នាក់ក្រោមនឹងត្រូវបានសទ្ធានឹងចម្លងឲ្យដល់សទ្ធាយតរតិអោខាំងឆ្លងនៅអន្លង់បានគឺដោយសារសទ្ធានឹងឯងអន្លង់ក្នុងទីនេះគឺទិដ្ឋិអន្លង់គឺទិដ្ឋិទិដ្ឋោខៈទិដ្ឋោខៈនឹងជាអន្លង់មួយធំណាស់ដែលធ្វើឲ្យសត្វលោកយើងនេះវិលចុះវិលឡើងនៅក្នុងត្រៃភពនឹងមកពីទិដ្ឋិនឹងឯងហើយទិដ្ឋិមានច្រើនប៉ុន្តែអ្វីដែលសំខាន់រារាំងសត្វលោកយើងមិនឲ្យឃើញច្បាស់នៅសច្ចធម៌នោះគឺសក្កាយទិដ្ឋិនឹងតែម្ដងដែលយល់ថាមានសត្វមានបុគ្គលមានតួខ្លួនពិតប្រាកដមានពលឹងមានអាត្មានអីហ្នឹងដែលជាទិដ្ឋិជាប់ស្អិតជាព្រួញសធ្វើឲ្យសត្វលោកយើងនឹងស្វែងរកទីពឹងខុសមូលហេតុដែលនាំឲ្យមានសាសនាដ៏ច្រើននៅក្នុងលោកហ្នឹងគឺថាដោយសារមានទិដ្ឋិនឹងឯងហើយរស់នឹងក៏យល់ថាមានខ្លួនឯងហើយស្លាប់នឹងក៏យល់ថាមានពលឹងមានវិញ្ញាណអីត្រូវទៅនៅជាមួយអតិទេពយល់ថាទៅដោយប្រការណានេះគឺជាមូលហេតុដែលនាំឲ្យកើតសាសនាជាច្រើននឹងចឹងបានពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងលើកដំបូងគឺព្រះអង្គមានតែម្នាក់ឯងគត់ញាតិញោមមានតែម្នាក់ឯងគត់មិនស្រួលដូចឥឡូវនេះទេឥឡូវនេះអាត្មាមកសម្ដែងធម៌នេះដោយសារញាតិញោមធ្លាប់ឮដំណឹងពុទ្ធសាសនាធ្លាប់តាមមេដាបិតាតាំងពីក្មេងមកទោះបីយល់តិចយល់ច្រើនអីយ៉ាងណាក៏នៅនឹកវត្តនឹកអារាមទោះបីយល់ច្រើនយល់តិចអីយ៉ាងណាក៏នៅយល់ថាពាក្យស្ដាប់ធម៌ប៉ុន្តែពេលដែលព្រះអង្គត្រាស់ដឹងដំបូងព្រះអង្គឯកោម្នាក់ឯងគត់ត្មងញាតិញោមសម័យបន្តិចទៅមើលបុគ្គលដែលត្រាស់ដឹងនៅសច្ចធម៌ហើយអាចមានលទ្ធភាពសមត្ថភាពយកសច្ចធម៌នឹងទៅសម្ដែងប្រាប់មនុស្សក្នុងលោកដែលគេអត់ដែលចេះពីកម្មផលនឹងសូមបីតែបន្តិចសច្ចធម៌នឹងសូមបីតែបន្តិចគេអត់ចេះសោះឃើញទេអស្ចារ្យណាញាតិញោមហើយគ្មានប្រព័ន្ធអ៊ីនធឺណិតគ្មានវិទ្យុគ្មានទូរទស្សន៍គ្មាន newspaper អីដូចយើងឥឡូវនេះទេអត់ទេប៉ុន្តែនេះមូលហេតុហ្នឹងបានព្រះអង្គរារាជបតីបន្តិចធម៌ដែលព្រះអង្គសម្ដែងនឹងវាជ្រាលជ្រៅការពិតនៃជីវិតនឹងវាជ្រៅណាស់ខុសពីអ្វីដែលសត្វលោកយើងគិតណាអញ្ចឹងបានធ្វើឲ្យព្រះអង្គរួញរាបតីបន្តិចនៅពេលដែលមុនទៅសម្ដែងធម៌ឧទាហរណ៍ថាការពិតរបស់សត្វលោកយើងគឺណដ្ឋិអត្តសមង្ពេមੰគឺតែសត្វនឹងគ្មានស្រឡាញ់អីជាងស្រឡាញ់ខ្លួនទេមែនទេគ្មានស្រឡាញ់អីជាងស្រឡាញ់ខ្លួនឯងជីវិតខ្លួនឯងហ្នឹងគឺការពិតហ្នឹងព្រះអង្គមិនសម្ដែងក៏វាជាការពិតដែរ
ប៉ុន្តែការពិតមួយទៀតដែលសត្វគិតមិនឃើញនោះព្រះអង្គថាណដ្ឋិខន្ធៈសមាទុក្ខាប៉ុន្តែស្អីដែលវានាំទុកឲ្យសត្វលោកក៏គ្មានអីក្រៅពីខ្លួនឯងនឹងដែរបញ្ញខន្ធនេះរូបវេទនាសញ្ញាសង្ខារវិញវិញ្ញាណនេះបញ្ញខន្ធនេះព្រះអង្គថាគឺជាទុក្ខដ៏ក្រៃលែងទុក្ខស្អីស្អីដតីទៀតអានឹងក៏ជាទុក្ខហើយប៉ុន្តែដែលទុក្ខសម្រាប់សត្វលោកមែនទែនដោយសារបញ្ញខន្ធនេះណាបញ្ញខន្ធនេះគឺរូបរាងកាយយើងនិងចិត្តវិញ្ញាណយើងទួជីវិតយើងនេះដែលនាំមកនូវបញ្ហាគ្រប់បែបយ៉ាងញាតិញោមឆ្លងកាត់សម័យប្រមាណហើយតាំងពីក្មេងនៅស្រុកខ្មែរឆ្លងទៅជំរុំទៅខ្លះណាញាតិញោមខ្លះក៏មកសម័យក្រោយមកណាផ្លាស់លំនៅទៅពីកន្លែងមួយទៅកន្លែងមួយយូរទៅចាស់ទៅតាស់ទៅទ្រោមទៅមកដល់ទីនេះមានរត់គេចពីចាស់រួចណាញាតិញោមមកដល់អាមេរិកនេះមានរត់គេចពីចាស់រួចណារួចទេហ្នឹងចាស់នៅតែចាស់អញ្ចឹងនឹងផ្នែករូបរាងកាយគេរត់ទៅណាក៏អត់រួចដែរពិតទេរឿងនេះពិតទេហ្នឹងរហូតដល់ព្រះអង្គសម្ដែងអះអាងសម័យនោះថាអ្នកអន្តលិខេអ្នកសមុត្តមច្ឆេអ្នកបបតានំវិវរੰភវេសੰអ្នកវិជ្ជតិសោជាកតបទេសោយត្រតិតាំងណបសហយៈបាបកម្មមាឈ្មោះថានៅលើពិភពផែនដីនេះទីណាក៏ដោយទីណាក៏ដែរនៅលើលោកកសន្និវាសនេះឲ្យតែមានវត្តមានលើលោកនេះនឹងគឺថាលោកណាក៏ដោយឋានបច្ច័នឋានបច្ច័នប្រអិនប្រព្រំណាក៏ដោយណាឬក៏ពិភពដតីណាក៏ដោយឲ្យតែឈ្មោះថាមានវត្តមាននៅក្នុងលោកនេះទីណាទោះបីជាមានរិទ្ធពិសេសជ្រែកទៅនៅក្នុងអាកាសទៅនៅក្នុងមហាសមុទ្រឬក៏ទៅនៅក្នុងគុហាភ្នំដែលជ្រៅខ្ពស់យ៉ាងណាក៏ដោយទីណាមួយដែលជាទីកន្លែងរួចចាកពីផលនៃបាបកម្មមិនមានទេចឹងដំណើរដែលគិតអំពីផលរបស់បាបកម្មផ្សេងមិនមានគាថាមួយទៀតស្តៀងគ្នានឹងណាព្រះអង្គដាក់សេចក្តីស្លាប់ទីណាដែលសត្វលោកទៅពួនទៅជ្រោកទៅនៅដោយមានកំពែងការពារយ៉ាងណាក៏ដោយមានមុនមានវិជាមានស្អីក៏ដោយទីទាំងអស់នោះឲ្យតែឈ្មោះថាមានវត្តមាននៅក្នុងលោកនេះទីណាក៏មិនអាចផុតពីសេចក្តីស្លាប់ហើយព្រះអង្គឲ្យតែព្រះអង្គសម្ដែងព្រះអង្គអះអាងគ្រប់សត្វទាំងអស់មិនមានលើកលែងឲ្យតែមានវត្តមានយើងមិនជឿមិនបានទេហើយបើពាក្យហ្នឹងទៅតែសម្ដែងឥឡូវនេះវាគួរណាស់ថាវាមិនអស្ចារ្យប៉ុន្តែពាក្យនេះព្រះអង្គសម្ដែងតាំងពីមិនទាន់មានឡានជិះតាំងពីមនុស្សមិនអាចធ្វើដំណើរជុំវិញពិភពលោកបានតាំងពីមនុស្សមិនអាចស្គាល់ពិភពលោកទាំងមូលបានមនុស្សធម្មតាណាហ្នឹងហើយយើងសម័យទៅប្រហែលជា100ឆ្នាំមុនអីខ្មែរយើងដើរបរទេសអីបានតិចណាមែនទេទៅតែឥឡូវអីដើរបានច្រើនសម័យជីដូនជីតាអាត្មាហ្នឹងខ្លះហ្នឹងគ្រាន់តែភ្នំពេញមិនទាំងស្គាល់ផងមិនបាច់ដល់ឆ្លងប្រទេសណាប៉ុន្តែបុគ្គលឯកមួយថាទីណាក៏ដូចទីណានៅក្នុងសម័យដែលមនុស្សកំពុងតែជឿថាមានអាទិទេពណាមានជីវិតអមតៈសម័យយើងនេះវាលែងវាដូចជាហួសសម័យហើយនិយាយថាជីវិតអមតៈហ្នឹងប៉ុន្តែសម័យពីដើមញាតិញោមគឺសម្បូរអ្នកអួតអាងរឿងជីវិតអមតៈរឿងមិនស្លាប់រឿងស្អីហ្នឹងគឺថាសម្បូរមែនទែនប៉ុន្តែជាមួយនឹងសម័យអញ្ចឹងព្រះអង្គត្រាស់ដឹងឃើញការពិតថាយ៉ាងកញ្ចសមុទយធម្មំសពន្តੰនិរោធធម្មន្តិណាធម្មជាតិណាដែលមានការកើតជាធម្មតាធម្មជាតិនោះត្រូវតែរលត់ទៅវិញជាធម្មតាមិនអាចថិតថេរបានឡើយការអះអាងការធានាគ្រាន់តែជាការពោលការធ្វើតាមការយល់របស់បុគ្គលម្នាក់ប៉ុណ្ណោះហើយជាពិសេសនិយាយអំពីធម្មជាតិដែលប្រែប្រួលនេះរហូតដល់ព្រះអង្គសម្ដែងអំពីរូបជាកលាបៈតូចដែលមានការកើតនិងការរលត់នេះទៅសម័យសពថ្ងៃអ្នកវិទ្យាសាស្ត្ររកឃើញថានៅក្នុង
វត្ថុធាតុទាំងអស់ហ្នឹងវាមានកលាបៈតូចតូចចឹងមែនចឹងហើយបានជាអ្នកវិទ្យាសាស្ត្រហ្នឹងគេកោតព្រះសម្មាសម្ពុទ្ធថាព្រះអង្គសម្ដែងធម៌ទាំងអស់នេះគឺតាំងពីសម័យដែលមិនតាន់មានវ៉ែនតាកុំថាឡើយកែវបរិជ្ជសំបីវ៉ែនតាពាក់ក៏គ្មានសម័យព្រះតែគេឥឡូវនេះមុននឹងគេទៅដឹងថារបស់ទាំងឡាយវាសុទ្ធតែជាកលាបៈតូចតូចជាអាតូមជាម៉ូលេគុលឬក៏ជាបរមាណូហ្នឹងទល់តែគេសិក្សាមានរូបមន្តបន្តគ្នាហើយមានប្រដាប់ពិសោធន៍មានអតិសក្ខមទស្សន៍សម្រាប់ឆ្លោះមើលទៅគេដឹងណាដូចជាគេឆ្លោះមើលក្នុងសាច់យើងអញ្ចឹងវាអត់មានសាច់ជាប់គ្នាអញ្ចឹងទេនឹងឃើញក្របតូចតូចដូចជានៅក្នុងលំហអាកាសដែលមានចលនាជានិច្ចអញ្ចឹងហើយដូចព្រះអង្គសម្ដែងថានៅក្នុងរបស់ទាំងអស់ក្នុងជីវិតយើងហ្នឹងគឺចែកខណ្ឌដោយបរិច្ឆេទរូបវាអត់មានស្អីជាប់គ្នាទាំងអស់ហើយសួរថាតើព្រះអង្គបានអីទៅឆ្លោះអញ្ចឹងទីបំផុតការពិតនៅតែជាការពិតប៉ុន្តែត្រង់ថាការពិតដែលគេកាន់តែអស្ចារ្យនោះគឺព្រះអង្គសម្ដែងនៅពាក្យនេះនៅការត្រាស់ដឹងនេះតាំងពីមិនតន់អាចមានប្រដាប់ឆ្លោះអ្វីទាំងអស់គេណែដូចជាព្រះអង្គសម្ដែងអំពីអាការៈ32នៅក្នុងរាងកាយមនុស្សមានវត្ថុស្អីសពគ្រប់ទាំងអស់នឹងជាដើមចឹងហើយបានជាព្រះអង្គត្រូវបានព្រះនាមថាជាព្រះសម្មាសម្ពុទ្ធជាព្រះពុទ្ធពុទ្ធៈនឹងប្រែតែត្រាស់ដឹងការពិតមានប៉ុណ្ណាព្រះអង្គត្រាស់ដឹងត្រឹមហ្នឹងណាទោះបីជាក្រោយមកគេរកឃើញស្អីនៅក្នុងវត្ថុធាតុទាំងឡាយហ្នឹងវានៅតែប៉ុណ្្នឹងហើយនៅក្នុងវត្ថុធាតុដែលជារូបណាដែលជារូបមានមហាភូតរូបឧបាទាយរូបគឺមានតែប៉ុណ្្នឹងឯងអត់មានអីលើសប៉ុណ្្នឹងទេនឹងចឹងអាត្មានិយាយនេះរៀងឲ្យញាតិញោមគិតបន្តិចគិតថាយើងនឹកអស្ចារ្យចំពោះព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធនឹងមិនដឹងថាត្រូវគិតយ៉ាងណាថាព្រះអង្គជាបុគ្គលបែបណាទេអញ្ចឹងបានជានៅក្នុងលោកនេះយើងធ្លាប់ឮពាក្យថាព្រះបច្ចេកពុទ្ធធ្លាប់ឮទេព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធនឹងក៏ត្រាស់ដឹងសច្ចធម៌ដោយពុទ្ធដែរប៉ុន្តែសម័យកាលដែលមានព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធអត់មានទេតែព្រះបច្ចេកពុទ្ធនឹងត្រាស់ដឹងធម៌នឹងហើយអត់សម្ដែងប្រាប់គេកើតទេសម្ដែងប្រាប់គេអត់កើតទេលោកឧបមាដូចជាមនុស្សដេកយល់សពប៉ុន្តែភ្ញាក់ឡើងនិយាយប្រាប់គេអត់កើតមនុស្សគោណាមនុស្សគោក៏យល់សពដែរណាជឿយ៉ាងណាហ្នឹងហើយមនុស្សគោក៏យល់សពឃើញដើរទៅនេះដើរទៅនោះសពគ្រប់អីអញ្ចឹងប៉ុន្តែក្រោកឡើងចង់និយាយប្រាប់គេធ្វើដៃធ្វើជើងមិនដឹងថាត្រូវនិយាយប្រាប់គេដោយវិធីណាសច្ចធម៌ដែលព្រះបច្ចេកពុទ្ធត្រាស់ដឹងទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈហ្នឹងដូចអ្វីដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងអញ្ចឹងប៉ុន្តែចង់មកប្រាប់មនុស្សហ្នឹងមិនដឹងប្រាប់ថានេះឈ្មោះអីធម៌នេះឈ្មោះអីដាក់ឈ្មោះអញ្ចឹងវាអត់កើតយកមកបរៀនយកមកបញ្យល់ដោយពុទ្ធអត់កើតខ្វះនៅពុទ្ធចក្ខុខ្វះនៅសัพពញុត្តញ្ញាណខ្វះនៅតសបលញ្ញាណនឹងអញ្ចឹងព្រះអង្គមិនមែនត្រឹមតែត្រាស់ដឹងដោយព្រះអង្គឯងទេព្រះអង្គអាចញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផងឃើញទេពុទ្ធោទ្រង់ប្រណិមថាពុទ្ធោព្រោះព្រះអង្គត្រាស់ដឹងនៅអរិយសច្ចចតុរាអរិយសច្ចហើយញ៉ាំងអ្នកដទៃឲ្យត្រាស់ដឹងផងអញ្ចឹងកម្លាំងញាណរបស់ព្រះអង្គនឹងសរុបមកមាន2គឺញាណនៃការត្រាស់ដឹងដោយព្រះអង្គឯងទៅប្រពៃផងហើយញាណក្នុងការបង្កើតជាមេរៀនយកមកសម្ដែងឲ្យគេទៀតអស្ចារ្យណាហើយយើងគ្រាន់តែរៀនតាមព្រះអង្គពិបាកផងហើយមុំព្រះអង្គរមុនគេនោះញាណខ្ញុំណាមានធម៌ជាច្រើនដែលយើងស្ដាប់អត់យល់ទេណាមែនទេហ្នឹងយើងឥឡូវចាត់តែឆ្លាតបានរៀនសាលាដល់ណាដល់ណីប៉ុនមករៀនសច្ចធម៌នេះកវីក្បាលគ្រប់គ្នាហើយជឿព្រះអង្គអ្នករកឃើញនោះហើយព្រះអង្គបង្កើតជាពាក្យពេចន៍ជាមេរៀនយកមកសម្ដែងនេះហើយអាត្មាទេសនាមកកកោកឯដែលបង្កើតមេរៀនខ្លួនឯងណាបានបរៀនតាមទៅព្រះអង្គហ្នឹងមិនមែនសម្ដែងថាអូយ៉ាងព្រះបច្ចេកពុទ្ធត្រាស់ដឹងហើយមកសម្ដែងអត់កើតអាត្មាចេះសម្ដែងគ្រាន់បើជាងបច្ចេកពុទ្ធអត់ទេចេះធម៌ព្រះអង្គតាកុំតបានចេះពីព្រះអង្គមានចេះថាទុក្ខសច្ចៈ
មានចេះថាអ៊ីសាមច្ឆរិយៈស្អីមានតន់បានបង្កើតពាក្យខ្លួនឯងអីមួយពាក្យធัวណាបង្កើតខ្លួនឯងអត់បានទេនរណាក៏បង្កើតអត់បានទេពាក្យធัวហ្នឹងហើយនៅក្នុងអភិធម្មអីចឹងដែរលោភៈមូលចិត្តថាមាន8រៀនទៅវាឃើញតែ8ហ្នឹងឲ្យវាលើសហ្នឹងវាអត់មានតែបើមិនគ្រប់8វាអត់គ្រប់មែនណាតោសៈមូលចិត្តអីចឹងមោហៈមូលចិត្តអីចឹងហើយបច្ច័យ22ហ្នឹងក៏អញ្ចឹងណាគាត់លើកបន្តិចគោលបន្តិចមកហ្នឹងយើងចេះបានប្រមាណភាគរយណាបន្តិចហ្នឹងណានឹងមិនតាន់យើងនិយាយច្រើននៅក្នុងបរមត្ថធម៌ផងអញ្ចឹងបានថាព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គត្រាស់ជាមួយព្រះអានន្ទនៅពេលដែលព្រះអង្គទីតែបរិនិព្វានថាកាលនោះគេបូជាព្រះអង្គច្រើនណាពួកស្ដេចពួកមន្ត្រីពួកទេវតាបូជាព្រះអង្គហើយព្រះអង្គទ្រង់តើនងើបបស័យស័កមកមានព្រះវាចាទៅព្រះអានន្ទថាមនាលអានន្ទតថាគតមិនបានឈ្មោះថាពុទ្ធបរិស័ទបូជាតថាគតដោយហេតុត្រឹមតែប្រមាណប៉ុណ្ណេះឡើយមានន័យថាការបូជាខាងក្រៅនឹងគឺវាល្អហើយប៉ុណ្ណឹងប៉ុន្តែវាមិនតន់ស័ក្តិសមនឹងព្រះគុណរបស់ព្រះអង្គដែលព្រះអង្គប្រឹងប្រែងនោះទេវាអត់សមទេទោះបីជាបូជាទាំងនគរទោះបីជាបូជាអលង្ការទូទាំងនគរនឹងវាអត់សមជាមួយនឹងសេចក្តីប្រឹងប្រែងរបស់ព្រះអង្គដែលព្រះអង្គលះបង់កាយលះបង់ជីវិតលះបង់អ្វីៗក្នុងសង្សារវដ្តមកសន្សំដើម្បីបានត្រាស់ដឹងនូវសច្ចធម៌នេះគឺថាវាអស្ចារ្យណាស់ចុះធ្វើម៉េចបានសមទៅនឹងការលះបង់របស់ព្រះអង្គដើម្បីយកមកសម្ដែងប្រាប់អ្នកទាំងអស់គ្នានឹងបានព្រះអង្គត្រាស់ថាមនាលអានន្ទលុះតែបុគ្គលឯណានាំគ្នាសិក្សាដោយសេចក្តីគោរពណាសិក្សាដោយយកចិត្តទុកដាក់ហើយបដិបត្តិនៅអ្វីដែលតថាគតបានបង្រៀននោះបានសម្ដែងនឹងដោយការសិក្សាដោយកោតក្រែងដោយគោរពដោយបូជាយល់ឲ្យច្បាស់នៅអ្វីដែលព្រះអង្គសម្ដែងនឹងនោះទើបឈ្មោះថាជាការបូជាដ៏ប្រសើរជាបដិបត្តិបូជាបូជាដ៏ឧត្តមឥឡូវអាត្មាគុំនិយាយដល់ពុទ្ធដែលអស្ចារ្យពេកយើងគិតមិនឃើញយើងគិតត្រឹមអ្នកប្រាជ្ញមួយធម្មតាចុះឧទាហរណ៍ដូចជាសម្ដេចព្រះសង្ឃរាជជួនណាតអីអញ្ចឹងយើងនិយាយទៅយើងដឹងថាអ្នកប្រាជ្ញស្រុកខ្មែរមែនទេហ្នឹងហើយអ្នកណាថាលោកល្ងងយើងអត់ជឿទេមកពីអីមកពីញាតិញោមកាលក្មេងៗប្រកាសជាធ្លាប់ឮលោកសម្ភារអក្សរសាស្ត្រតាមវិទ្យុធ្លាប់ឮទេហ្នឹងហើយយើងគិតមើលដឹងថាលោកចេះទេដឹងពីព្រោះលោកនិយាយច្បាស់លាស់វេជ្ជញាច្បាស់លាស់ហើយមានវចនានុក្រមដែលលោកធ្វើកម្រាស់ណានៃចេញមុនគេក្នុងស្រុកខ្មែរហើយម្យ៉ាងទៀតយើងបានអានបានអីខ្លះទៅទៀតយើងដឹងថាចេះមែនអ្នកណាមកបង្អាប់ថាលោកអត់ចេះយើងអត់ជឿទេមែនទេប៉ុន្តែបើគ្រាន់តែឮគេនិយាយយើងមិនដែលឮយើងមិនដែលបានស្ដឹងស្នាដៃលោកនៅពេលគេសរសើរថាលោកចេះណាឯកភាពតែចេះប៉ុន្តែមិនដឹងចេះស្អីផងណាមែនទេមិនដឹងថាចេះស្អីព្រោះយើងអត់ដែលបានទទួលពាក្យអីលោកសោះណាដោយពីព្រះសម្មាសម្ពុទ្ធនឹងបើសិនជាយើងអត់ដែលស្ដាប់ពាក្យព្រះអង្គសោះមិនដែលយល់ពាក្យព្រះអង្គសោះហើយគេថាព្រះពុទ្ធនឹងអស្ចារ្យអស្ចារ្យទៅណាគេថ្វាយគុំទៅឃើញទេអញ្ចឹងបានអាត្មាថ្ងៃមុនអាត្មាទៅភ្នំពេញជាទួតមួយអាត្មាមួយគេរៀនដុកទ័រហើយនៅវត្តហ្នឹងឯងហើយអាត្មាមានពេលក៏ហៅមកនិយាយមើលបងអូនឯងហ្នឹងនៅវត្តឃើញចេះថ្វាយអង្គមលោកថ្វាយអង្គមព្រះអីហ្នឹងយល់ថាម៉េចគេតែអត់ដឹងឃើញម៉ែថ្វាយក៏ថ្វាយនិយាយនាំទៅវត្តក៏ទៅគេសារភាពត្រង់ថាកណារាល់ថ្ងៃគ្មានដឹងអីទេគឺគ្រាន់តែឃើញថាគេធ្វើម៉េចធ្វើអញ្ចឹងឯងហើយយល់ពីពុទ្ធនឹងបានប្រមាណទេខណៈយល់ថាពុទ្ធជាអ្នកដឹកនាំមនុស្សឲ្យធ្វើល្អប៉ុណ្្នឹងឯងយល់ប៉ុណ្ណឹងហ្នឹងអញ្ចឹងស្ដាប់ទេលបងនិយាយប្រាប់ខ្លះ
អាត្មាឲ្យនិយាយពីវិជាពេទ្យអំពីតួខ្លួនហ្នឹងហើយបានអាត្មានិយាយអំពីព្រះអភិធម្មដែលវាពាក់ព័ន្ធនឹងសរីរាង្គហ្នឹងការត្រាស់ដឹងរបស់ព្រះពុទ្ធដល់ពេលនិយាយអស់ចិត្តមកយប់គឺស្ដាប់សួរបានចុងក្រោយគេថាអញ្ចឹងខ្មែរយើងមានដឹងមានណាដឹងតាមពិតព្រះពុទ្ធមិនមែនដោយអ្វីដែលអ្នកទាំងអស់គ្នាគិតផងព្រះពុទ្ធគឺជាអ្នកដែលរកឃើញនៅអ្វីមួយដែលមនុស្សគិតមិនឃើញគឺយល់ឯកភាពអញ្ចឹងអ្វីដែលព្រះពុទ្ធបរៀនខុសពីអ្វីដែលមនុស្សកំពុងធ្វើដើរអញ្ចេះតែព្រះពុទ្ធនិយាយអញ្ចេះហ្នឹងថានឹងឯងណាបានជាអាត្មាលើកបញ្ជាក់ទៅថានឹងហើយដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាយោធម្មំបស្សតិសមំបស្សតិអ្នកណាឃើញធัวទើបឃើញតថាគតគឺងក់ក្បាលអញ្ចឹងមែនណាអញ្ចឹងបានអ្នកវិទ្យាសាស្ត្រអីគេទទួលស្គាល់ព្រះសម្មាសម្ពុទ្ធហ្នឹងអញ្ចឹងមនុស្សដែលយល់អញ្ចឹងទោះបីជាមិនតន់មានសទ្ធាសុខប៉ុន្តែចាប់ផ្ដើមប្រែក្លាយកាលពីមុនជឿពុទ្ធនឹងផ្សេងហាក់ដូចជាអាទិទេពមួយហាក់ដូចជាឃើញសទ្ធាយើងវាចាប់ឆាប់បាក់ឆាប់ទ្រាំទៅវិញឆាប់បាត់ទៅវិញដោយសារមិនយល់ធម៌របស់ព្រះសម្មាសម្ពុទ្ធបើសិនបើបានចូលទៅដល់ការពិតយល់ដឹងនៅធម៌ដែលព្រះអង្គសម្ដែងវាអត់មានទើសជាមួយនឹងបុគ្គលណាឬក៏ថាយើងធ្វើបុណ្យត្រូវជួបបញ្ហាអីត្រូវបោះបង់ជំនឿនឹងចោលអត់ទេអញ្ចឹងហើយបានជាសោតាបត្តបុគ្គលណាញាតិញោមលោកថាសូម្បីតែមេឃបាក់ឬក៏ត្រូវវិនិច្ឆ័យឬក៏ត្រូវស្លាប់ឬក៏ត្រូវស្អីដំណើរដែលឲ្យទៅចេញពីព្រះសម្មាសម្ពុទ្ធហ្នឹងវាអត់មានមកពីអីក៏គ្មានអ្នកណាបង្ខំលោកដែរមកពីយល់ការពិតប៉ុន្តែបើសិនជាមិនតន់យល់ដឹងនៅអ្វីដែលព្រះអង្គសម្ដែងហ្នឹងទេវានៅតែមានសេចក្តីសង្ស័យពុទ្ធថាហ្នឹងមែនទេមែនបុណ្យហ្នឹងវាមែនទេមែនបាបហ្នឹងមែនទេមែនវានៅតែមែនទេមែនអញ្ចឹងបុគ្គលថានៅមែនទេមែនពីព្រោះផ្លូវវាមានពីរតែយើងសម្រេចដើរផ្លូវណាមួយឲ្យប្រកបបានទេអត់បានទេហើយបើផ្លូវហ្នឹងវាអត់ប្រកបទេឆាប់ទៅដល់គោលដៅទេអត់ទេអញ្ចឹងមកមានផ្លូវបែកច្រើនណាមកដល់នេះណាឲ្យតែឃើញផ្លូវបែកអីអាណាចេះឲ្យតែមានផ្លូវបែកអីអាណាអញ្ចេះអាឡ័យទៅឈប់មើលផ្លូវហ្នឹងដល់តែសម្រាប់បុគ្គលដែលគេដឹងផ្លូវច្បាស់គេមិនបាច់ចាំពិចារណាថាផ្លូវណាទៀតទេយ៉ាងណាមិញដើរតាមអរិយមគ្គអង្គ8ដែលព្រះសម្មាសម្ពុទ្ធសម្ដែងនេះឲ្យតែច្បាស់លាស់ដឹងថានឹងជាផ្លូវហើយវាឈប់ងាកទៅណាពីណាទាញទៅណាក៏លែងបានដែរមែនទេនឹងហើយចឹងមកយើងជាយូរដល់ឥឡូវហ្នឹងមកពីចិត្តណាអញ្ចេះណាអញ្ចេះវាទៅណាអញ្ចេះវាមិនច្បាស់វាមិនច្បាស់បើសិនជាច្បាស់នៅពៀនយូរណាស់ហើយហ្នឹងហើយអញ្ចឹងព្រះធម៌ហ្នឹងគឺថាញាតិញោមអានគម្ពីរបត្រៃបិដកក្តីស្ដាប់រឿងរ៉ាវមនុស្សសម័យព្រះអង្គក្តីព្រះអង្គទូលសម្ដែងធម៌ហ្នឹងណាដែលសម្ដែងប្រាប់អ្នកដដែលតែនៅក្នុងវត្តទេតែចេញក្រៅពីវត្តព្រះអង្គទៅប្រោសអ្នកថ្មីអញ្ចឹងណាចំណាំមើលបេសកកម្មរបស់ព្រះអង្គតែការងារជាប្រចាំពេលព្រឹកបិណ្ឌបាតស្អីពេលស៊ីលសម្ដែងធម៌នេះអានឹងជាការងារប្រចាំនៅវត្តនឹងពេលស៊ីលសម្ដែងធម៌អញ្ចឹងបរិស័ទដដែលក៏មកផ្សេងក៏មកអញ្ចឹងទៅប៉ុន្តែពេលព្រះអង្គប្រមើលមើលអបនិស្ស័យសត្វណាគឺប្រមើលមើលអ្នកថ្មីហើយអញ្ចឹងពុទ្ធកិច្ចព្រះអង្គមានប៉ុន្មានមាន5ហ្នឹងពពន់ហេបណ្ឌបាតាំងព្រឹកព្រះអង្គទៅបិណ្ឌបាទសាយនហេធម្មទេសនាំងរសៀលសម្ដែងធម៌ហើយពេលប្រលប់ឲ្យអវាទណាភិក្ខុអវាទទាំងឲ្យអវាទភិក្ខុសង្ឃនិងភិក្ខុសង្ឃក៏ដដែលខ្លះថ្មីខ្លះហើយអត្តរតេទេវបញ្ញហ្នឹងពេលអត្រិតដោះស្រាយប្រស្នាទេវតានឹងមានដដែលមានថ្មីពួកគេមករកព្រះអង្គមិនថាចាស់មិនថាថ្មីទេដល់តែចិត្តភ្លឺបច្ចោសេវកតេកាលេភពពេវិលោកណੰប្រមើលមើលឧបនិស្ស័យគឺប្រមើលមើលអ្នកថ្មីតែមកអញ្ចឹងបានជាបរិស័ទនឹងចម្រើនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនទៅគឺអ្នកថ្មីហ្នឹងឲ្យទៅថ្មីហើយមានឧបនិស្ស័យតែម្នាក់ក៏ព្រះអង្គទៅដែរគឺសម្ដែងមួយដឹងមួយតែហ្មងហើយពេលដែលសម្ដែងបើកផ្ងាហើយណាសួរថាតើព្រះអង្គទៅនឹងប្រោសពុទ្ធបរិស័ទ
ឬក៏អីប្រមាលមើលនឹងមិនមែនពុទ្ធបរិស័ទទេណាគឺអ្នកកំពុងតែវង្វេងកំពុងតែងប់ជ្រប់រឿងអីមួយដែលខុសនឹងឯងណាប៉ុន្តែមានឧបនិស្ស័យហ្នឹងណាចឹងហើយបានជារាល់ពេលដែលព្រះអង្គសម្ដែងហើយអ្នកទាំងអស់នោះដាក់ចុះនៅអ្វីដែលខ្លួនឯងធ្វើខុសហ្នឹងថ្វាយបង្គំព្រះអង្គហើយពោលឡើងថាបបិទ្ធព្រះអង្គដ៏ចម្រើនភ្លឺច្បាស់ណាស់ណាពីរោះណាស់អ្វីដែលព្រះអង្គសម្ដែងមកគូរនីដូចជាគេផ្ងារបស់ដែលផ្កាប់ឬក៏ដូចជាអុចប្រទីបនៅក្នុងទីងងឹតឬដូចជាគេប្រាប់មនុស្សវង្វេងផ្លូវឃើញទេអញ្ចឹងដល់នឹងពីមុនធ្វើត្រូវអត់ទេសិតតែដើរខុសទាំងអស់ដល់ទៅប្រាប់ទៅព្រះអង្គថាឈប់ដើរតាមផ្លូវហ្នឹងមកតាមផ្លូវនេះម្ដងអត់ប្រាប់អញ្ចឹងទៀតបងអត់ដែរធ្វើអញ្ចឹងទេគ្រាន់តែទៅប្រាប់ថានេះគួរនេះមិនគួររួចហើយគេសម្រេចចិត្តដោយខ្លួនឯងឃើញទេនេះគឺជាការផ្សព្វផ្សាយរបស់ព្រះអង្គគឺជាភាពអស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធដែលដំបូងឡើយព្រះអង្គត្រាស់ដឹងតែម្នាក់ឯងគត់គ្មានអ្នកណាជាក្រុមជំនុំជួយតាក់តែងធម៌ឲ្យព្រះអង្គទេយល់ទេហ្នឹងហើយការត្រាស់ដឹងរបស់ព្រះអង្គគឺម្នាក់ឯងគត់ហើយយកសច្ចធម៌នឹងទៅសម្ដែងដល់ទៅសត្វលោកនឹងកាន់តែយល់ស្ម័គ្រចិត្តមកបម្រើព្រះអង្គបានចាប់តាំងពីភាសាទី1មកមានភិក្ខុសង្ឃ60អង្គនឹងជួយទៅសម្ដែងកន្លែងផ្សេងប្រតិយកចិត្តទុកដាក់ពីរឿងចែកនៅអវាទនេះឯងការត្រាស់ដឹងនឹងឯងភាសាទី1ព្រះអង្គមានគ្នាទៅតែ60នាក់ទេហើយព្រះអង្គបានប្រាប់ភិក្ខុទាំងឡាយពេលចេញភាសាតចរតភគវេឃើញទេចូលអ្នកទាំងឡាយត្រាស់ទៅកាន់ទិសផ្សេងក្នុងមួយផ្លូវទៅតែម្នាក់បានហើយយើងគ្នាតិចណាទៅប្រាប់មនុស្សទាំងឡាយដែលកំពុងតែងប់ងក់នៅក្នុងជំនឿផ្សេងឃើញទេហើយការបូជាការធ្វើនឹងដែលមិននាំឲ្យបានសេចក្តីសុខសេចក្តីចម្រើនពិតប្រាកដហើយនៅក្នុងឥណ្ឌានឹងញាតិញោមទៅមើលចុះដល់តែពុទ្ធសាសនាត្រូវអន់ថយទៅវិញជំនឿនឹងងើបឡើងវិញដឹងស្អីខ្លះយកគោធ្វើព្រះគោដេកតាមផ្លូវអីអត់ហ៊ានបើកឡានទៅដេញទេណាចាំដល់គោនឹងគាត់យាងចេញបានហ៊ានបើកទៅទៀតនឹងបើមិនចឹងហ៊ានចុះទៅដេញគោប្រជាជនគេដេញវៃគេថាមកដេញព្រះគេយល់ទេហើយព្រឹកហ្នឹងគោដើរតាមផ្ទះអីហ្នឹងគេដាក់បាយដាក់ចេកដាក់ពោតដាក់ស្អីហើយបើលោកទៅបិណ្ឌបាតបើបានស៊ីកោតចាញ់គោឯណាហ្នឹងនៅឥណ្ឌាសពថ្ងៃនេះហ្នឹងស្អីក៏មានពុះវែកអីក៏ព្រះរបស់គេដែរនេះឯងតែជំនឿហ្នឹងកាលមុនព្រះសម្មាសម្ពុទ្ធត្រាស់មានអញ្ចឹងណាប៉ុន្តែពេលព្រះអង្គត្រាស់ដឹងមកវាភ្លឺអញ្ចឹងបានព្រះអង្គប្រៀបដូចខ្លួនព្រះអង្គជាព្រះអាទិត្យព្រះធម៌ដូចជាពន្លឺព្រះអាទិត្យក៏ប៉ុន្តែព្រះអាទិត្យវាមានពេលលិចញាតិញោមយល់ទេព្រះអាទិត្យមានអំណាចប៉ុណ្ណាក៏ដោយក៏ប៉ុន្តែគង់តែមានពេលលិចទេកាលណាបាត់ព្រះអាទិត្យលោកនេះស្មើនឹងពេលដែលព្រះអាទិត្យមិនតាន់រះអញ្ចឹងបានជាព្រះអង្គមិនឲ្យយើងប្រមាទសេចក្តីល្អភាពសំណាងហើយសម្បត្តិទាំងឡាយដែលមានចំពោះយើងមិនចេះតែមានរហូតទេដោយប្រៀបធៀបនឹងពន្លឺព្រះអាទិត្យអញ្ចឹងយើងមិនអាចហាមព្រះអាទិត្យមិនឲ្យលិចបានទេប៉ុន្តែបើពន្លឺព្រះអាទិត្យនៅកិច្ចការណាគួរធ្វើយើងត្រូវធ្វើឲ្យហើយព្រះធម៌ដែលមាននៅនេះមិនដឹងថានៅមានអញ្ចឹងទេឬអត់ជីវិតយើងក៏មិនដឹងថាមានតទៅទៀតឬអត់ទៅមិនត្រូវប្រមាទក្នុងការទទួលយកនៅព្រះធម៌នេះឯងបាទហ្នឹងហើយប្រៀបមើលយើងឥឡូវនេះសំដែងតាមវិទ្យុផងស្អីផងប៉ុន្តែគឺនៅតែអន់ជាងសម័យព្រះអង្គទោះបីធ្វើយ៉ាងម៉េចក៏មិនដូចជាសម័យព្រះអង្គញាតិញោមបើតាមសន្ទុះនៃការផ្សព្វផ្សាយសពថ្ងៃនេះវាគួរតែមនុស្សកាន់តែច្រើនឡើងណាហ្នឹងប៉ុន្តែមកពីអីមកពីអ្នកលះបង់តិចញាតិញោមសម័យព្រះអង្គអ្នកលះបង់ច្រើនមកពីអីរាល់ការផ្សព្វផ្សាយទាំងឡាយលោកអត់ដែលគិតខ្លួនឯងទេលោកអត់ដែលគិតខ្លួនឯងទោះបីជាទៅនឹងត្រូវគេស្ដីបន្ទោសឬក៏ត្រូវគេថ្វាយយ៉ាងម៉េចលោកមិនដែលឈឺចាប់លោកមិនដែលគិតថាម៉េចពីព្រោះលោកតាំងចិត្តថាទៅដើម្បីសង្គ្រោះគេណាដូចជាប្រធេរៈទាំងឡាយក្រោយពេលដែលព្រះអង្គត្រាស់ដឹងហើយបរិនិព្វានទៅបិណ្ឌបាតក្រោយតែព្រះអង្គបរិនិព្វាននៅ500ឆ្នាំ
ប្រធេរៈមួយអង្គហ្នឹងត្រូវសង់ដាក់តន្តកម្មឲ្យទៅបិណ្ឌបាតផ្ទះព្រាហ្មណ៍មួយហើយផ្ទះព្រាហ្មណ៍ហ្នឹងគឺជាឪពុករបស់ព្រះនាគសេនថេរឲ្យទៅបិណ្ឌបាតឲ្យគាត់ហ្នឹងអត់កាន់ពុទ្ធសាសនាទេហើយមិនពេញចិត្តនឹងប្រសង់បិណ្ឌបាតនឹងទល់តែសោះទៅបិណ្ឌបាត7ឆ្នាំយល់ទេអត់ដែលបានបាយម្ដុំទេប៉ុន្តែប្រសង់ដាក់តន្តកម្មឲ្យធ្វើអញ្ចឹងប៉ុន្តែលោកពេញចិត្តនឹងទៅធ្វើពីព្រោះការងារនេះគឺជាការងារសាសនាទាំងមូលព្រះអរហន្តលោកបានប្រមើលមើលឃើញថាប្រសិនបកុលបុត្រក្នុងត្រកូលនឹងកើតមកហើយបានបួសគឺជាអ្នកផ្សព្វផ្សាយព្រះពុទ្ធសាសនាគេមើលឃើញអនាគតនោះគេអត់មើលឃើញអ្វីដែលបច្ចុប្បន្នហ្នឹងទេឃើញទេពីព្រោះអ្នកដែលត្រូវមកបដិសន្ធិហ្នឹងគឺជាទេវបុត្រដែលព្រះអរហន្តទៅយាងមកប៉ុន្តែប្រសិនបើប្រសង់អត់ទៅធ្វើឲ្យតកូលនឹងជ្រះថ្លាទេកូននឹងកើតមកក៏អត់បានបួសដែរអញ្ចឹងទៅបិណ្ឌបាតហ្នឹង7ឆ្នាំតាំងពីកូននឹងចាប់បដិសន្ធិរហូតដល់កូននឹងកើតមក7ឆ្នាំជាទៅរហូតអញ្ចឹងបានថ្មថាហេតុអីបានជាលោកទៅធ្វើអញ្ចឹងកើតញាតិញោមគិតមកពីការងាររបស់លោកអត់គិតលៀបសក្ការៈទេឃើញទេលោកអត់បានគិតពីរឿងខ្លួនលោកថាទៅបានអីអត់គិតអញ្ចឹងទេគឺគិតអនាគតសាសនាសម្បូរអ្នកលះបង់អញ្ចឹងបានជាមិនងាយឃើញថាលោកទាំងឡាយដែលជាអ្នកសម្ដែងធម៌ឆ្លោះគ្នារឿងលៀបសក្ការៈអីហ្នឹងងាយទេដល់តែអញ្ចឹង7ឆ្នាំថ្ងៃមួយលោកព្រាហ្មណ៍នឹងក៏អត់នៅគាត់ចេញទៅក្រៅអ្នកបំរើផ្ទះនឹងនិយាយពីអាណិតលោកអូយអាណិតព្រោះព្រាហ្មណ៍នឹងគាត់ឲ្យពីណាដាក់ទេអត់ឲ្យពីណាដាក់ឯសមណៈតងោលនឹងកុំដាក់ចង់ស៊ីចង់ចុកអីធ្វើស្រែខ្លួនឯងទៅនិយាយចឹងប៉ុន្តែអ្នកបំរើនឹងអាណិតលោកបានប្រកេនតដឹងលោកម្ចាស់ហើយកណាអាណិតលោកម្ចាស់ណាប៉ុន្តែកណាក៏មិនហ៊ានដាក់ទេសូមលោកម្ចាស់មុនទៅប្រោសគេខាងមុខទៀតទៅផ្ទះនេះមិនដាក់ទេលោកម្ចាស់មកយ៉ាងណាក៏គាត់មិនដាក់ដែរយើងគិតថាលោកនឹងមិនមុខក្រាស់ហើយមិនមែនទេគឺជាសេចក្តីអត់ធន់ដើម្បីអីដើម្បីយកបុគ្គលដ៏អស្ចារ្យម្នាក់នឹងទៅបួសឲ្យបានដើម្បីឲ្យជួយសាសនានេះមានន័យថាការងាររបស់លោកអត់គិតខ្លួនឯងទេគឺគិតប្រយោជន៍រួមប្រយោជន៍សាសនាបានជាសាសនាពេលនោះត្រូវតែរីកចម្រើនដល់តែអញ្ចឹងលោកចេញមកវិញលោកញឹមហ្មងដល់ញញឹមវាជួបពេលដែលព្រាហ្មណ៍នោះក៏ដើរចូលទៅផ្ទះព្រាហ្មណ៍នឹងគិតមកលោកនឹងសង្ស័យតាណាដាក់បាតហើយបាទញឹមនឹងអញសង្ស័យដែរអញមិននៅសង្ស័យតាណាដាក់ហើយតាមមើលបានសួរលោកម្ចាស់មិនបានញឹមបានអីហើយមែនទេមានបានអីទេលោកថាអូបានមួយទៀតវាមិនដែលនិយាយរស្អីក៏មិនដែលនិយាយរអាមិនដាក់ហើយក៏គេមិននិយាយរទៀតណាអស់7ឆ្នាំហើយណាតែអញ្ចឹងលោកថាបានហើយញោមចំអញថាមែនរត់ទៅបើកបាតមើលបើឃើញបាយក្នុងហ្នឹងចាក់ចោលទៀតណាគិតអញ្ចឹងហ្នឹងដល់រត់ទៅបើកបាតវាអត់មានថាឲ្យលោកហ្នឹងជេរលោកហ្នឹងលោកផ្ដេសផ្ដាស់និយាយកុហកបួសតងោលហើយនិយាយអត់ពាក្យសច្ចៈគ្មានបានស្អីផងថាបានហ្នឹងហើយបានលោកថាបានមែនណាញោមបានអីគឺបានមួយម៉ាត់ថាលោកម្ចាស់ហើយនិមន្តទៅប្រោសសត្វខាងមុខទៀតចុះនេះបានគេនិយាយរួមមួយម៉ាត់ហ្នឹងណាស្មាថាបានមកមានថាបានបាយណាគាត់សប្បាយចិត្តគាត់អីក៏ល្អម៉េះលោកមុនចូលទៅផ្ទះដាក់បាតទៅដាក់បាតមានតាំងពីហ្នឹងដាក់បាតទៅយល់ទេហ្នឹងហើយអញ្ចឹងសេចក្តីព្យាយាមគង់តែបានសម្រេចមែនទេនឹងអាត្មាទុំចេះពីអង់គ្លេស3ម៉ាត់ពាក្យនឹងធ្វើឲ្យអាត្មាមានសេចក្តីព្យាយាមមានសេចក្តីសង្ឃឹមក្នុងការងារទៀតផ្សេងណាពាក្យមួយគេហៅថា fail ដែលវាធ្លាក់អីណាប្រឡងអីណាប៉ុន្តែបើយើងគិតនៅក្នុង positive meaning នៅក្នុងន័យដែលវាវិជ្ជមានវិញមានន័យថា first attempt in learning គឺជាការរៀនដំបូងហ្នឹងហើយអញ្ចឹងដួលដំបូងវាមិនបានសម្រេចមិនបានន័យថាវាចប់ទេគ្រាន់តែជាមេរៀនដំបូង
មានពាក្យមួយទៀតគឺពាក្យ end ហ្នឹង it does not mean that at the end មិនមានន័យថាវាចប់តែហ្មងទេប៉ុន្តែអត្ថន័យគឺថា effort never dies គឺសេចក្តីប្រឹងប្រែងមិនស្លាប់យល់ទេហ្នឹងហើយពាក្យមួយទៀតគេដាក់ថា if you get no as the answer ប្រសិនបើអ្នកទទួលបានពាក្យថាទេយើងស្នើសុំអ្វីមួយណាហ្នឹងគឺមានន័យថា next opportunity ឥឡូវវាអត់សម្រេចមែនក៏ប៉ុន្តែឱកាសពេលក្រោយមែនទេមែនទេល្អណាស់ដូចជាលោកនឹងអញ្ចឹង7ឆ្នាំហ្នឹងអា2 3ឆ្នាំដំបូងគិតទៅបើយើងធម្មតាអីមិនដឹងប្រឹងអីទេមែនទេអញ្ចឹងមិនញាតញោមបបួលគេធ្វើបន់បួលតែម្ដងពីរដងគេឈប់ធ្វើនឹងឈប់បបួលមែនទេហ្នឹងហើយអញ្ចឹងមិនថាហ្នឹងហើយមើលពីខកដឹងហេតុអីបានលោកប្រឹងដល់7ឆ្នាំពីព្រោះលោកនៅតែមានសេចក្តីសង្ឃឹមណាហើយជាការងារលោកនេះអាត្មាគាត់តែចង់និយាយថាហេតុអីសម័យនោះអត់មានប្រដាប់ផ្សព្វផ្សាយអត់មានប្រព័ន្ធផ្សព្វផ្សាយអីទាំងអស់ប៉ុន្តែពុទ្ធសាសនាពីមួយថ្ងៃទៅមួយថ្ងៃចេះតែចម្រើនចេះតែចម្រើន